ម្ចាស់ស្ថានីយ៍ប្រេង PTT ចេញមកធ្វើការបញ្ជាក់រឿងបុគ្គលិកខ្លួនដែលមានបញ្ហាជាមួយភ្ញៀវរឿងកន្ទុយលុយ 1000 រៀលចានៅព្រឹកថ្ងៃទី19 ខែមេសាឆ្នាំ2025នេះម្ចាស់គណនី Facebook មួយមានឈ្មោះថារតនិកចាដែលជាម្ចាស់ស្ថានីយ៍ប្រេង PTT បានធ្វើការបញ្ជាក់រឿងបុគ្គលិកខ្លួនដែលមានបញ្ហាជាមួយភ្ញៀវកាលពីពេលកន្លងទៅចាក្នុងនោះម្ចាស់គណនី Facebook ខាងលើចាបានរៀបរាប់អមដោយសំណេរថាក្នុងនាមយើងខ្ញុំជាម្ចាស់ស្ថានីយ៍ប្រេង PTT នៅភូមិត្រពាំងធំឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពតចាដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ33សូមបំភ្លឺជូនបងស្រីចាដែលបានអញ្ជើញមកចាក់ប្រេងនៅស្ថានីយ៍យើងខ្ញុំបុគ្គលិកនេះគឺជាបុគ្គលិកថ្មីដែលទើបចូលធ្វើការហើយស្ថានីយ៍យើងខ្ញុំបានបើកដំណើរការរយៈពេលជាង6ឆ្នាំមកហើយចាមិនដែលមានបញ្ហាបែបនេះនោះទេហើយក៏មិនដែលឲ្យបុគ្គលិកធ្វើអ្វីខុសគោលការណ៍ក្រុមហ៊ុននោះឡើយហើយក៏មិនដែលហាមមិនឲ្យបុគ្គលិករបស់យើងខ្ញុំមិនយកលុយរៀលនោះដែរចាស្ថានីយ៍យើងខ្ញុំមានអ្នកគ្រប់គ្រងនៅទីនោះបងស្រីអាចហៅអ្នកគ្រប់គ្រងមកសួរនាំពីបញ្ហាខាងលើនេះបានមុននឹងបងបង្ហោះជាវីដេអូដែលបងបានថតយើងខ្ញុំនឹងធ្វើការជាមួយបុគ្គលិកនេះបន្ថែមទៀតក្នុងករណីធ្វើខុសពីគោលការណ៍ក្រុមហ៊ុនយើងខ្ញុំនឹងបញ្ឈប់គាត់ពីការងារ